នៅថ្ងៃទី29ខែតុលាឆ្នាំ2025មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀងបានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកជាបណ្ដោះអាសន្នការធ្វើចរាចរណ៍រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទនៅលើកំណៅផ្លូវខេត្ត 314C ប្រវែង150ម៉ែត្រចន្លោះគីឡូម៉ែត្រ 03+450 ដល់គីឡូម៉ែត្រ 03+600 ស្ថិតនៅក្នុងភូមិគ្រោះឃុំបាសាក់ស្រុកស្វាយជ្រុំខេត្តស្វាយរៀងមន្ទីរសាធារណការនិងដឹកជញ្ជូនបានដឹងថាដោយស្ថានភាពគ្រោះជំនន់ទឹកភ្លៀងបាននឹងកំពុងជន់ឡើងយ៉ាងខ្លាំងបណ្ដាលឲ្យទឹកលិចកំណើតផ្លូវខេត្តលេខ 314C ប្រវែង150ម៉ែត្រចន្លោះគីឡូម៉ែត្រ 03+450 ដល់គីឡូម៉ែត្រ 03+600 ស្ថិតនៅក្នុងភូមិគ្រោះឃុំបាសាក់ស្រុកស្វាយជ្រុំក្នុងខេត្តស្វាយរៀងស្ថានភាពបែបនេះធ្វើឲ្យផ្លូវមិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធំបានទេហេតុនេះមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀងសូមធ្វើការផ្អាកជាបណ្ដោះអាសន្នការធ្វើចរាចរណ៍រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទនៅលើកំណៅផ្លូវខេត្តលេខ 314C ចន្លោះគីឡូម៉ែត្រ 03+450 ដល់គីឡូម៉ែត្រ 03+600 ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់មានសេចក្តីជូនដំណឹងសារជាថ្មីដើម្បីរក្សាផ្លូវកុំឲ្យរងការខូចខាតនិងធានាដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាពជាមួយគ្នានេះអាជ្ញាធរស្នើដល់ម្ចាស់រថយន្តដឹកទំនិញធុនធំទាំងអស់និងស្ថាប័នពាក់ព័ន្ធសូមចូលរួមសហការដោយឈលលើស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីចូលរួមចំណែកថែរក្សាផ្លូវឲ្យប្រើប្រាស់បានយូរអង្វែង។